ថ្ងៃនេះគាត់ទៅចេញតាមវីដេអូមកអង្គុយអុំច័ន្ទដៃឡើងវិលពេញទឹកទៀតហើយបងប្អូនហើយដោយសារតែឃើញមជូរព្រឹកហ្នឹងវាដុះច្រើនពេកក៏បបួលបងប្អូនហ្នឹងទៅបេះមជូរព្រឹកផងច្រាច់ផងដើម្បីយើងធ្វើជាអន្លក់និងស្លមជូរគ្រាន់តែចុះដល់ក្នុងទឹកប្រងសវ៉ាដកច្រាច់មុនគេដោយសារតែឃើញច្រាច់ហ្នឹងវាវែងល្អដោយសារតែទឹកជ្រៅអញ្ចឹងបងប្អូនយកមកស្លមជូរជាមួយត្រីក្រាញ់វាថាឆ្ងាញ់មែនតើហើយបើនិយាយពីមជូរព្រឹកបងប្អូនហើយមកវាលស្រែនេះឡើងពេញមិនដឹងយកទៅណាអស់ទេសិតតែអន្លក់អ្នកខេត្តស្វាយរៀងចូលចិត្តញ៉ាំមែនតើមជូរព្រឹកនេះដោយសារតែសម្លឹងឃើញនៅក្នុងស្រែដែលនាងខ្ញុំកំពុងតែបេះបន្លែហ្នឹងឃើញសុទ្ធតែផ្កាពណ៌ស្វាយរីកទេបងប្អូនគឺផ្កាច្រាច់ក៏ពណ៌ស្វាយចំណែកឯផ្កាមជូរព្រឹកហ្នឹងក៏ពណ៌ស្វាយដែរវារីកឡើងពេញស្រែដូច្នេះហើយក៏ទ្រាំមិនបានប្របួលបងប្អូន3 4នាក់ហ្នឹងចុះទៅបេះដើម្បីយកមកស្លញ៉ាំហើយក៏នឹកឃើញការពីអតីតកាលដែរបងប្អូនហើយឲ្យតែរដូវមានច្រាច់ដោះអញ្ចឹងទៅដកច្រាច់ឲ្យជ្រូកផងយកមកស្លមជូរផងដូចម៉ែប្រើកាលពីនៅក្មេងៗអញ្ចឹងហើយណាមួយស្រែផ្សេងគេគឺសុទ្ធតែស្រូវឡើងទុំពេញវាលចំណែកឯស្រែមួយនេះគឺសម្បូរទៅដោយបន្លែធម្មជាតិហើយមិនត្រឹមតែបេះច្រាច់ទេបងប្អូនហើយសំបីតែស្លែដែលធ្លាប់លេងពេលនៅក្មេងៗធ្វើនំបញ្ចុកធ្វើអីលេងហ្នឹងណាក៏មានដែរនិយាយពីបន្លែច្រាច់នេះវិញបងប្អូនហើយដកទៅមួយផ្លែតហ្នឹងបានឡើងមកកងធំខ្ចីហើយវែងល្អទៀតដឹងថាស្លឆ្ងាញ់ហើយកំពុងតែដកសុកសັບតកូនពៅហ្នឹងយកចណ្ដែកមកតម្លាក់ដាក់ជីដែរបងប្អូនដោយសារតែឃើញនាងខ្ញុំដកមើលទៅរៀងសបាយរៀងតំណងណាឃើញទឹករៀងជ្រៅតិចមានណាដាក់ហើយគេអុំវិលចុះវិលឡើង3 4នាក់បងប្អូនមកគេដេកពូនឯងនាំគ្នាចុះមកដកបន្លែរកបន្លែធម្មជាតិក្នុងទឹកហើយណាមួយបងប្អូននាងខ្ញុំឥឡូវមិនសូវមានពេលជួបជុំគ្នាប្រហែលទេធ្វើការរៀងខ្លួនតើតែមានថ្ងៃឈប់សម្រាកឬក៏ថ្ងៃចុងសប្តាហ៍អីអញ្ចឹងណាឲ្យបានជុំគ្នាអញ្ចឹងគឺលេងជាមួយគ្នាហើយមិនថាលេងទឹកទេរំលឹកអនុស្សាវរីយ៍កាលពីនៅក្មេងៗចុះដកច្រាច់ឲ្យជ្រូកអីអញ្ចឹងទុកស្លញ៉ាំអីអញ្ចឹងបងប្អូនសាប់តែលេងមកសន្ធោសជិះចណ្ដែកវិលចុះវិលឡើងជាមួយនឹងបងប្អូនប្រុសមកដល់កន្លែងនេះមួយយូពីថាមកជួបព្រឹកដុះឡើងពេញស្រែតែម្ដងបងប្អូនហើយយូពីថាផ្កាឡើងស្វាយក៏នាំគ្នាស្រវាដកមកជួបព្រឹកម្ដងឃើញច្រើនពេកអញ្ចឹងដកយកបងប្អូនហើយដកទៅមកសន្ធោសបានទាំងកងចំពោះបន្លែមកជួបព្រឹកនេះមានតែអ្នកស្វាយរៀងទេដែលនិយមចូលចិត្តញ៉ាំជាមួយនឹងអន្លក់ទឹកគ្រឿងជាពិសេសមុខម្ហូបផ្សេងដែលតាក់ទងនៅអន្លក់ហ្នឹងគឺថាឆ្ងាញ់មែនតែនដែលគេហៅថាមកជួបព្រឹកនេះដោយសារតែមកជួបព្រឹកនេះមានរសជាតិរៀងជូរជ្រះនៅពេលព្រឹកបងប្អូនចំណែកឯពេលល្ងាចវារៀងជូរតិចហើយដើមរបស់វារៀងវែងដែរដោយសារតែទឹកជ្រៅអញ្ចឹងឃើញបន្លែមកជួបព្រឹកច្រើនអញ្ចឹងបងប្អូនបើសិនជានៅផ្សារស្វាយរៀងវិញណាដុំតូចទេតម្លៃក៏ថ្លៃគួរសមដែរអ្នកស្វាយរៀងនិយមចូលចិត្តញ៉ាំជាមួយនឹងមុខម្ហូបផ្សេងដែលប្រកបជាមួយនឹងអន្លក់និយាយពីថាសបាយអរឿងដកសពតកូនពៅហ្នឹងថាលេងមួយថ្ងៃឲ្យមានឃើញឆ្លើងមួយសពតនាងខ្ញុំទៅយកកធុនដែលអណ្ដែតនៅខាងក្រោយនឹងបងប្អូនហើយលឺតកូនពៅនិយាយអញ្ចឹងដើរទៅយកសុទ្ធតែឆ្លើងមកស្បុកតែម្ដងបងប្អូនធម្មតាឆ្លើងអាធំមិនសូវជាខ្លាចប្រហែលទេសុទ្ធតែដកឃើញលវៀមច្រើនពេកសវ៉ាមកហក់ជីអាចាន់ដែកនេះវិញខ្លាចមែនតើបងប្អូនអាឡៃតដកមានខ្លាចណាពីមុនសពតកូនពៅគាត់រំលឹកឃើញឆ្លើងតែម្ដងសវ៉ាឡើងហក់ជីអាចាន់ដែកនឹងហក់របត់ហត់ចង្ដែកខ្យល់នាំគ្នាសបាយបេះបន្លែផងលេងទឹកផងពីម៉ោងសំបីតែឆ្លើងមួយក៏មិនឃើញផងសាប់តកូនពៅរំលឹកតែរឿងឆ្លើងទៅមកសន្ធោសបងប្អូនសាប់តមកទាំងស្បុកតែម្ដងគ្រាន់តែឡើងជិះចាន់ដែកភ្លៀងហ្នឹងបងប្អូនគេធ្វើបាបទៀតគេរុញឡើងវល់ពេញទឹកទៀតបងប្អូនហើយនឹងខ្ញុំថាបងអ្នកណាបំមិនអស់ឡើងលើគោកទេនៅក្នុងទឹកនឹងហើយនៅក្នុងចាន់ដែកនឹងឯងហើយគេនាំគ្នាហែលេងដោយសារបងប្អូននាងខ្ញុំគេមិនខ្លាចឆ្លើងទេបងប្អូនហើយគឺខ្លាចតែនាងខ្ញុំអ្នកឯងទេបានតែឡើងជិះចាន់ដែកហើយមានប្រដាប់អុំក៏លែងសូវខ្លាចដែរបងប្អូនលើបងប្អូនគាត់លេងទឹកម្ដងគេមិនសូវជាខ្លាចគេមានបញ្ហាអីទេហើយគេរុញចុះរុញឡើងជាមួយគ្នាសបាយដែរបងប្អូនអើយកម្រមានពេលវេលាជួបជុំបែបនេះណាជាពិសេសគឺរំលឹកការពីនៅកុមារភាពណាហើយដកបានច្រាច់ផងមកជូរព្រឹកផងក៏មិនអស់ចិត្តទេមកដកជាមួយនឹងសារាយកតុយកបីនេះដែលបងប្រុសនាងខ្ញុំពីរនាក់ហ្នឹងក៏ដកសារាយកតុយកបីនេះយកមកស្លម្សៅក៏បានធ្វើជាអន្លក់ក៏បានដែរហើយនិយាយពីថាស្បូរមួយស្រែស្បូរតែបន្លែ3មុខហ្នឹងឯងបងប្អូនខែហ្នឹងបន្លែដែលអ្នកស្វាយរៀងនិយមចូលចិត្តញ៉ាំនៅមានពីរមុខទៀតបងប្អូនមានស្គរដំរីស្គរអំបោះក៏ដូចជាសក់នាងប៉ុន្តែស្រែដែលនាងខ្ញុំចុះដកហ្នឹងមានតែ3មុខហ្នឹងដកបានតែ3មុខហ្នឹងក៏នាំបងប្អូនត្រឡប់ទៅផ្ទះវិញត្រឡប់មកផ្ទះវិញឡើងហ៊ានចុះទឹកទៀតហើយបងប្អូនដោយសារតែខ្លាចឆ្លើងសងំទៅក្នុងចន្ដែកហ្នឹងឲ្យបងប្រុសពីរនាក់ហ្នឹងរុញផងទាញផងហើយពួកគាត់ហែទឹកលេងនៅក្នុងទឹកស្រែទេជម្រៅទៅលើជង្គង់នឹងឯង